bạnនេះគឺជាទស្សនវិជ្ជាក្រោយចេញពីធ្វើការក៏ឆ្លៀតពេលបន្តិចបន្តួចនៅក្នុងការដើរហាត់ប្រាណនៅខាងក្រោយជ័រនៅខាងអគារអេលីសេបាទអញ្ចឹងថ្ងៃនេះពេលដែលហាត់ប្រាណហើយផាយជាអាចទៅញ៉ាំមីស៊ុបបែបចិនដែលមានទីតាំងនៅខាងផ្លូវទៅខាងស្ពានកោះនរានៅចិត្តដៃមិនវ័ននៅផ្លូវមាត់ទន្លេនៅជាប់នឹងក្រោយជ័របាទអញ្ចឹងខ្ញុំដើរហាត់ប្រាណ2ត្រឡប់ថ្ងៃហ្នឹងអញ្ចឹងប្រហែលថ្ងៃហ្នឹងមានអារម្មណ៍មួយថាឃ្លានប្រភេទដូចជាស៊ុបក្តៅអញ្ចឹងក៏ដើរហើយនឹងចូលទៅកន្លែងប្រភេទមីកំប៉ុងបាទអូឧបបបើកនៅលើទឹកទន្លេលឿនទៀតទស្សនវិជ្ជាថ្ងៃនេះខ្ញុំបានមកដើរនៅពេលល្ងាចនេះឃើញថាមានមនុស្សម្នាតិចតួចដែរអូកន្លែងនេះអត់ដែរដើរបនហ្នឹងអ្នកឃើញមានគេធ្វើស្ពានឆ្លងនៅជាប់នឹងអគារអេលីសេហ្នឹងទៅកន្លែងហាងលក់ដូរទើបលើកទី1នេះដើរមកជ្រុងហ្នឹងឥឡូវឃើញមានការអាប់ដេតច្រើនកន្លែងតើតើនឹងការលក់ដូរធ្លាប់ដើរទៅកន្លែងខាងមុខមាត់ទន្លេអញ្ចឹងបងប្អូនដែលអាចមកលេងក៏ពេចអាចមកថតកន្លែងស្ពាននេះក៏ស្អាតដែរនេះពណ៌ background ពណ៌ក្រហមទៀតណាអញ្ចឹងឥឡូវក៏បានដើរទៅឆ្លងស្ពានដើម្បីទៅរកឲ្យញ៉ាំរដងដើរទៅខាងមុខនេះឥឡូវបានធ្វើការកំងមីរួចហើយក៏បានធ្វើការញ៉ាំចឹងអត់មានអីច្រើនទេថ្ងៃនេះគ្រាន់តែចង់ធ្វើជាវីដេអូបន្តិចតួចអំពីការហាត់ប្រាណបាទអញ្ចឹងឥឡូវក៏ត្រឡប់មកវិញញ៉ាំអីហើយអស់ក៏ដើរមករកចំណតម៉ូតូដើម្បីធ្វើដំណើរចេញទៅផ្ទះតែម្ដងបាទអរគុណច្រើនដល់បងប្អូននិងមិត្តភក្តិទាំងអស់គ្នាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនានៅវីដេអូរបស់ខ្ញុំបានតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ